ចំណុចទាំងនេះគឺអ្នកត្រូវតែចាំនៅពេលណាអ្នកបរាជ័យមិនថាអ្នកជិះអ្នកណាមិនថាអ្នកនៅកន្លែងណាហើយមិនថាអ្នកជាអ្វីអ្នកតែងជួបប្រទះការបរាជ័យហើយការបរាជ័យនោះអាចមកបំបាក់ទឹកចិត្តរបស់អ្នកមិនឲ្យធ្វើអ្វីតទៅទៀតហេតុនេះដើម្បីកុំអនុញ្ញាតឲ្យវាមកបំបាក់ទឹកចិត្តអ្នកកាន់តែធ្ងន់ធ្ងរអ្នកត្រូវតែចាំនៅចំណុចមួយចំនួនទុកទី1អ្នកមានមនុស្សដែលស្រឡាញ់និងចាំជួយអ្នកជុំវិញខ្លួនជឿថាអ្នកពិបាកចិត្តពេលដែលបរាជ័យតែមានមនុស្សច្រើនណាស់ដែលនៅចាំគាំទ្រនិងលើកទឹកចិត្តអ្នកនិងចង់ឲ្យអ្នកមានភាពជោគជ័យសាជាថ្មីទៀតទី2បរាជ័យគឺមិនមែនជាបញ្ហាធំនោះទេបរាជ័យវាអាចនាំឲ្យអ្នកពិបាកចិត្តមែនតែអ្នករៀនបានច្រើនពីវាការដែលអ្នកចោទចាញ់ទៅជាបញ្ហាធំជាងគេធ្វើអ្វីក៏ដោយគឺមិនត្រូវបាក់ទឹកចិត្តហើយកុំអស់សង្ឃឹមបើអ្នកចាញ់ថ្ងៃនេះថ្ងៃស្អែកក៏មិនប្រកាសថាចាញ់ម្ដងទៀតដែរទី3នរណាក៏ធ្លាប់ជួបដូចយើងដែរតែគេនៅតែជំនះបានមិនមែនមានតែអ្នកម្នាក់ឯងទេដែលជួបរឿងបែបនេះពេលខ្លះអ្នកដទៃជួបរឿងពិបាកជាងយើងរាប់ពាន់រាប់លានដងទៅទៀតតែអ្នកប្រហែលជាមិនដឹងនោះទេហេតុនេះចូលកុំគិតអ្វីដែលអវិជ្ជមានដោយអ្នកត្រូវកែប្រែការគិតរបស់អ្នកឲ្យល្អដូចដើមហើយចាប់ផ្ដើមធ្វើវីជោគជ័យសាជាថ្មីម្ដងទៀតទៅប្រសើរសូមចុច like share និង subscribe page channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត